តាមបទពិសោធន៍របស់ខ្ញុំយល់ឃើញថាម៉ាក់ប៉ាគួរតែបានឲ្យកូនបានចុះឈ្មោះចូលរៀននៅអាយុចាប់ពី2ឆ្នាំឡើងទៅហើយមួយវិញទៀតកុមារដែលឆាប់ចូលសាលារៀនគឺគាត់ចាប់បានលឿនជាងកុមារដែលចូលរៀនយឺតហើយកុមារគាត់ចេះបត់បែននិងឆាប់បាននៅទាំងភាសាជាតិនិងអន្តរជាតិសូមគោរពជំរាបសួរដល់មាតាបិតានិងអ្នកអាណាព្យាបាលរបស់កូនទាំងអស់គ្នានាងខ្ញុំឈ្មោះនីសំនៀងជាគ្រូបន្ទប់ថ្នាក់មត្តេយ្យកម្រិតមធ្យមនៃកម្មវិធីសិក្សាភាសាខ្មែរនៅសាលាវិទ្យាអន្តរជាតិតាមបទពិសោធន៍របស់ខ្ញុំយល់ឃើញថាម៉ាក់ប៉ាគួរតែបានឲ្យកូនបានចុះឈ្មោះចូលរៀននៅអាយុចាប់ពី2ឆ្នាំឡើងទៅពីព្រោះកុមារស្ថិតនៅក្នុងវ័យនេះគឺគាត់កំពុងតែមានការលូតលាស់ជាខ្លាំងដែលគាត់ឆាប់បានទាំងទំនាក់ទំនងសង្គមទំនាក់ទំនងក្នុងគ្រួសារហើយក៏គាត់ឆាប់បានទាំងទម្លាប់នានាដូចជាការប្រាប់តាមការនិយាយតាមនិងការធ្វើសកម្មភាពតាមជាដើមហើយកុមារគាត់ងាយស្រួលក្នុងការសម្របខ្លួនជាមួយនឹងមនុស្សជុំវិញខ្លួនរបស់ពួកគាត់ហើយជាពិសេសនោះគឺបរិបទសាលារៀនដែលជាអំណោយផលសម្រាប់ពួកគាត់ដើម្បីផ្ដល់ជាចំណេះដឹងផងដែរហើយមួយវិញទៀតកុមារដែលឆាប់ចូលសាលារៀនគឺគាត់ចាប់បានលឿនជាងកុមារដែលចូលរៀនយឺតដែលមានអាយុខ្ទង់ចាប់ពី5ទៅ6ឆ្នាំហើយកុមារគាត់ទទួលបានទម្លាប់នានាទាំងការចងចាំនិងវិន័យផ្សេងពីសាលារៀនដែលខុសប្លែកពីបរិបទនៅផ្ទះរបស់ពួកគាត់ហើយកុមារគាត់មានឱកាសក្នុងការចូលរួមសកម្មភាពនិងការលេងជាមួយនឹងក្មេងៗដទៃទៀតដែលមិនធ្វើឲ្យពួកគាត់មានភាពឯកាឬក៏ខ្លាចអ្នកដទៃឡើយហើយកុមារគាត់ចេះបត់បែននិងឆាប់បាននៅទាំងភាសាជាតិនិងអន្តរជាតិម៉ាក់ប៉ាគួរតែបានឲ្យកូនបានចុះឈ្មោះចូលរៀនចាប់ពីអាយុ2ឆ្នាំឡើងទៅជាការប្រសើរបំផុត